ផាดินกาชุกแต่ตัวเจี๊ยក្នុងទ្រូងអង្គុយក្រោមពន្លឺភ្លើងតែហាក់ជាលិចលង់ខ្សែពេជ្ររាប់សិបជាន់តែចង់ជាប់ត្រឹមស្មាញញឹមដាក់កាមេរ៉ាតែភ្នែកសម្លឹងមើលឆ្ងាយកាបោកប្រាក្នុងដៃតែគ្មានកន្លែងសម្រេចស្រឡាញ់ជាតួអង្គដែលគេរៀបចំតែគ្មានសសរសេរវាសនាគ្រប់យ៉ាងមើលតែល្អឥតខ្ចោះតែជាបន្ទប់ដែលគ្មានបង្អួចម្នាក់ឯងក្នុងពិធីជប់លៀងស្វែងស្រមោលខ្លួនឯងជាចន្ទទី3ក្នុងរឿងនិទានពណ៌មាសអង្គុយក្បែរគ្នាតែកំលេចមហាស្មត់អូនស្លៀកពាក់ស្អាតតែគ្មានន័យក្នុងក្រសែភ្នែកថ្លៃជាចំណែកលើក្នុងសាច់រឿងដែលគេបំភ្លេចចន្ទទី3ក្នុងរឿងពណ៌មាសមកគត់លើក្បាលធ្ងន់តែគ្មានឲ្យចាប់អារម្មណ៍ថើបថ្ពាល់ក្នុងរូបថតតែត្រជាក់ដល់បេះដូងផ្កាក្នុងថោក្រអូបតែចាញ់ក្លិនទឹកអបរបរយទាំងពីរសន្យាជាមាសតែកាឈឺចាប់ជាពេជ្របិទភ្នែកញញឹមដាក់គេតែបេះដូងកំពុងស្រែកខ្ញុំគ្រាន់តែជាគ្រឿងអលង្ការដែលគេភ្លេចទុកដាក់រាត្រីនេះវិញឆ្ងាយណាស់សម្រាប់អ្នកដែលឯកាជាចន្ទទី3ក្នុងរឿងនិទានពណ៌មាសអង្គុយក្បែរគ្នាតែកំលេចមហាស្មត់អូនស្លៀកពាក់ស្អាតតែគ្មានន័យក្នុងក្រសែភ្នែកថ្លៃជាចំណែកលើក្នុងសាច់រឿងដែលគេបំភ្លេចចន្ទទី3ក្នុងរឿងពណ៌មាសគ្មានសំឡេងអូនទេក្នុងបទចម្រៀងស្នេហាគេត្រឹមជាខ្យល់បក់ផាត់ត្រឹមជាស្រមោលដែលគេមើលរំលងបើមិនមែនជំកត់នេះតើមាននរណាស្គាល់អូនបើមិនមែនជាពេជ្រនេះតើមាននរណាចាប់អារម្មណ៍រលាយបាត់ទៅក្នុងភាពស្រស់ស្អាតដែលគ្មានន័យចន្ទទី3ក្នុងរឿងពណ៌មាសអូនគ្រាន់តែជាស្រមោលក្នុងពន្លឺភ្លើង